នឹងសួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំជាសិស្សថ្នាក់ទី12សេអង្គនៅវិទ្យាល័យហ៊ុនសែនចង្រែបង្រៀនដល់លោកគ្រូតូចឋានុជ័យហើយថ្ងៃនេះផងដែរក្រុមរបស់ពួកខ្ញុំមកបញ្យល់នៅមេរៀន limit នៃអនុគម exponential ដែលខ្ញុំឌឿនសុកជារីដាខ្ញុំណាស៊ីណាតផាសុកាខ្ញុំតង់សុនីកាខ្ញុំត្រុយយ៉ាដាខ្ញុំដើមធរៈដូចណាមុននឹងចូលដល់ការគណនាលំហាត់យើងត្រូវមកស្គាល់នៅរូបមន្តមួយចំនួនរបស់ limit នៃអនុគម exponential ជាមុនសិនដែលរូបមន្ត exponential មានដូចជា ស្វ័យគុណ0ស្មើ1ស្វ័យគុណ1ស្មើស្វ័យគុណដកការស្មើ1លើស្វ័យគុណការស្វ័យគុណលិនការស្មើការស្វ័យគុណបូកអនន្តស្មើបូកអនន្តស្វ័យគុណដកអនន្តស្មើ0ហើយយើងចូលដល់ limit រៀង0លើ0ម្ដងដោយ limit x ខិតទៅរក0ស្វ័យគុណ x ដក1លើ x ស្មើ1 limit x ខិតទៅរក0ស្វ័យគុណ ax ដក1លើ ax ស្មើ1 limit x ខិតទៅរកបូកអនន្តស្វ័យគុណ x លើ x ស្វ័យគុណ n ស្មើបូកអនន្ត limit x ខិតទៅរកបូកអនន្ត x ស្វ័យគុណ n លើ ស្វ័យគុណ x ស្មើ0 limit x ខិតទៅរកដកអនន្ត x ស្វ័យគុណ n គុណស្វ័យគុណ x ស្មើ0ឥឡូវយើងចូលមកដល់ limit រៀងមានកំណត់របស់យើងតែមុននឹងចូលទៅដល់ការកែលំហាត់យើងត្រូវដឹងថាគ្រប់តម្លៃ limit ទាំងអស់យើងត្រូវកែវាដើម្បីចង់ដឹងថាចូលរៀងមួយណាជាវាក្នុងការទាញចូលរូបមន្តខុសទាំងដែលវាជាលំហាត់ចំនួនលេខឃើញចម្លើយឥឡូវក៏លេខមកមើលលំហាត់របស់យើង limit x ទៅដល់0សេគុណ 3x ដក2សេគុណដក x លើ 4x បូក2លើកជាការ៉េដើម្បីកណនាវាដឹងថាចូលរៀងមួយណាយើងត្រូវចំនួនតម្លៃ x នេះចូលទៅក្នុងវិធីលំហាត់របស់យើងកន្លែងណាដែលមាន x ចំនួនទៅយើងបានសេគុណ0ដក2សេគុណ0លើ4កុណ0បូក2លើកជាការ៉េដែលយើងនឹងថាសេគុណ0នេះវាមានតម្លៃស្មើ1វាចូលរូបមន្តរបស់យើងអញ្ចឹងយើងចំនួនទៅយើងបាន1ដក2កុណ1លើ0បូក2លើកជាការ៉េយើងកណនាតបាន1ដក2លើ4ដោយសារ2ការ៉េវាស្មើ4 1ដក2ឃើញដក1 4ទុកនៅដែរចម្លើយរបស់យើងទទួលបានដក1លើ4ឥឡូវយើងចូលមកដល់លំហាត់ limit រៀងមិនកំណត់0លើ0យើងឃើញថាខ្ទង់ B នេះ limit x ទៅហៅ0យើងចំនួនតម្លៃ x ចូលទៅនៅក្នុងប្រធានទៅយើងខាងក្រៅទៅយើងបានរៀងវា0លើ0អញ្ចឹងដើម្បីឲ្យឆ្នៃជារូបមន្តតួ A តួ B នេះវាមានកតារួមពីរដូចគ្នាយើងត្រូវចាប់ពីរជាកតាយើងយកតួ A សម្រួលនឹង2បាន1យកតួ B សម្រួលនឹង2បានសេគុណដល់ x ភាគបែងនេះទុកដែរយើងត្រូវតែប្របែក2លើ4ចេញដើម្បីឲ្យស្រួលកណនាហ្មងអញ្ចឹងយើងឃើញថា2លើ4នេះវាសម្រួលមកបាន1លើ2ប៉ុន្តែយើងឃើញថាម្ដុំនេះវាចិត្តរូបមន្តយើងហើយគ្រាន់តែវាប្រឆេះអញ្ចឹងយើងត្រូវចាប់ដកជាកតាមកយើងបានហើយប៉ុន្តែដើម្បីឲ្យវាស្រួលក្នុងការកណនាហ្មងយើងត្រូវតែយកដក1នេះកុនបញ្ចូលជាមួយនឹង1លើ2អញ្ចឹងយើងបានដក1លើ2តែយើងឃើញថាម្ដុំនេះវាបានចូលរូបមន្តមួយនេះតួ ax ប្រវាតួភាគយកប្រវាគឺមានដក x ចេញប៉ុន្តែតួភាគបែងប្រវានេះមានតែ x ចេញត្រូវគុណដក1ជាមួយនឹងភាគបែងប្រវាដើម្បីឲ្យវាដូចគ្នាស្មើគ្នាអញ្ចឹងបើសិនជាភាគបែងគុណនឹងប្រមាណភាគយកក៏ត្រូវគុណបន្ថែមប៉ុណ្ណឹងដែរអញ្ចឹងយើងកណនាមកហើយនេះបានដក1លើ2ម្ដុំនេះវាបានចូលប្រមុននេះហើយអញ្ចឹងវាបានស្មើ1អានេះបានដក1កណនាមកបាន1លើ2ឥឡូវចូលមកដល់លំហាត់ limit ខ្ទង់ C របស់យើងវិញដែល limit x ខិតទៅរក0ក្រោយពីយើងបានចំនួនតម្លៃ x ចូលប្រធានលំហាត់យើងហើយយើងបានឃើញថាវាចូលរៀង0លើ0អញ្ចឹងលំហាត់នេះដើម្បីងាយស្រួលក្នុងការកណនាវាយើងត្រូវបំបែកភាគយកនិងភាគបែងចេញពីគ្នាក្រោយពីយើងបានបំបែកភាគយកនិងភាគបែងចេញពីគ្នាហើយយើងចង់ឲ្យប្រព័ន្ធនេះគឺវាចូលទៅក្នុងរូបមន្តរបស់យើងនេះប៉ុន្តែយើងបានឃើញរូបមន្តរបស់យើងហើយគឺមាន ax នៅភាគបែងប៉ុន្តែដើម្បីឲ្យវាចូលទៅក្នុងរូបមន្តយើង ax របស់យើងគឺ4sin 3x អញ្ចឹងយើងត្រូវយក4 sin 3x ហ្នឹងកូនទៅភាគបែងហើយក៏ត្រូវកូនបន្ថែមនៅភាគយកមកតង់ទៀតផងដែរក្រោយពីយើងបានកូនបន្ថែមហើយយើងត្រូវយក4 sin 3x នេះទៅគុណនឹង1ខាងនេះពេលយើងបានគុណវាហើយយើងបានប៉ុណ្នេះហើយប៉ុន្តែកលេចមកមើលអានេះវិញវាចូលរូបមន្តរបស់យើងហើយអញ្ចឹងវាស្មើ1ក្រោយពីយើងបានគុណវាហើយអស់ហើយវាបានចូលរូបមន្តហើយយើងឃើញអានេះមួយទៀតថាវាចូលនៅរូបមន្តចាស់របស់យើងគឺ sin ax លើ ax ស្មើ1ប៉ុន្តែដើម្បីកុំឲ្យច្រឡំទៅនឹងរូបមន្តរបស់យើងត្រូវបំបែក4លើ3នេះចេញអញ្ចឹងពេលយើងបំបែក4លើ3ចេញហើយយើងឃើញថាវាចូលនៅក្នុងរូបមន្តយើងហើយប៉ុន្តែភាគយកនិងភាគបែងវា ax វាស្មើគ្នាអញ្ចឹងដើម្បីវាស្មើគ្នាអញ្ចឹង ax នៅភាគយកយើងគឺ 3x អញ្ចឹងយើងត្រូវគុណ3ទៅជាមួយនឹងភាគបែងដើម្បីវាស្មើគ្នាកាលណាដែលយើងគុណ3នៅភាគបែងហើយយើងត្រូវតែគុណនៅភាគយកបន្ថែមទៀតអញ្ចឹងយើងបានថាវាចូលរូបមន្តnàyគឺរូបមន្តយើងគឺស្មើ1វាបានស្មើ1ហើយអញ្ចឹងយើងសល់4លើ3គុណ1គុណ3អញ្ចឹង4គុណនឹង1គុណនឹង3ស្មើ12លើ3 12លើ3ស្មើ4
ចូលមកដល់លំហាត់ limit ដែលមានរៀងមិនកំណត់អាណលើអាណយើងមកមើលលំហាត់ដែលរបស់យើងគឺ limit x ខិតជិតបុកអាណនៅពេលដែលយើងចំនួនតម្លៃ x ចូលទៅក្នុងប្រធានលំហាត់យើងឃើញថាលំហាត់ហ្នឹងគឺស្ថិតនៅក្នុងរៀងអាណលើអាណជាធម្មតាដើម្បីកណនីលំហាត់ limit ដែលមានរៀងអាណលើអាណគឺយើងចាំបាច់ត្រូវទាញអថេដក្រេខ្ពស់ជាកតាយើងឃើញលំហាត់របស់យើងតួភាគយករបស់វាគឺមាន ស្វ័យគុណ x គឺជាអថេដក្រេខ្ពស់យើងត្រូវទាញ ស្វ័យគុណ x ជាកតាហើយយកតួ a ចែកជាមួយនឹង ស្វ័យគុណ x យើងបាន2ហើយយកតួ b ចែកជាមួយនឹង ស្វ័យគុណ x យើងបាន3លើ ស្វ័យគុណ x ហើយភាគបែងរបស់យើងគឺយើងមាន x ការ៉េគឺជាអថេដក្រេខ្ពស់យើងត្រូវទាញ x ការ៉េជាកតាហើយយកតួ a ចែកជាមួយនឹង x ការ៉េស្មើនឹង2លើ x ហើយយកតួ b ចែកជាមួយនឹង x ការ៉េបាន1ហើយយើងចាំបាច់ធ្វើបបែកស្វ័យគុណ x នៅលើ x ការ៉េនេះចេញពីលំហាត់របស់វាដើម្បីងាយស្រួលទាញចូលរូបមន្តហើយយើងក៏ឃើញទៀតថាស្វ័យគុណ x នៅលើ x ការ៉េរបស់យើងគឺចូលរូបមន្ត limit រៀង0លើ0ដែលស្វ័យគុណ x នៅលើ x ស្វ័យគុណ n ស្មើនឹងបុកអណនអញ្ចឹងម្ដុំនេះគឺស្មើនឹងបុកអណនហើយយើងកន្លែងមកមើលនេះវិញគឺភាគបែង8គឺមានស្វ័យគុណ x ដែល x គឺខិតជិតបុកអណនអញ្ចឹងស្វ័យគុណបុកអណនក៏ចូលរូបមន្តរបស់យើងដូចគ្នាដែលស្វ័យគុណបុកអណនស្មើនឹងបុកអណនអញ្ចឹងភាគបែង8គឺស្មើនឹងបុកអណន3នៅលើបុកអណនស្មើ0ហើយ2នៅលើបុកអណនក៏ស្មើ0យើងបាន2ដក0នៅលើ0ដក1ហើយ2ចែកឲ្យដក1ស្មើនឹងដក2បន្ទាប់មកយើងយកបុកអណនគុណជាមួយនឹងដក2យើងបានដកអណនដោយសារតើយើងគុណសញ្ញារបស់វាបុកគុណនឹងដកស្មើដកហើយកុំភ្លេចបញ្ជាក់ប្រាប់គេផងថាបុកអណននេះវាបានមកពីរូបមន្តរបស់យើងដោយសារតើស្វ័យគុណ x នៅលើ x ក្រេនេះគឺវាចូលរូបមន្តស្មើនឹងបុកអណន